ចាប់តន់មួយទៀតនឹងបវាយបន្តមួយទៀតបវាយ100តំទេខ្ញុំធ្វើការត្រឹមនៅឡានកន្លែងណាដែលខ្ញុំត្រូវការបាទដើម្បីដូរពណ៌វាយើងគ្រាន់តែចូលកន្លែងនេះហើយចុចណាហើយវានឹងដូរពណ៌រីឯសម្រាប់រូប 3D ខ្ញុំនឹងក្នុងចំណោមរូបមួយនេះខ្ញុំនឹងបាទជ្រើសរើសយករូបមួយ